ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅមើល account នៅក្នុងខេត្តកំពង់ចាមមួយកន្លែងដោយគេធ្វើពិធីកាន់អង្គនៅក្នុងវត្តមួយកន្លែងក្នុងស្រុកព្រៃឈរខេត្តកំពង់ចាមបាទហើយនេះជាទស្សនវិជ្ជាដែលពួកខ្ញុំបានមកដល់ហើយក៏យើងឃើញមានបងប្អូនពុកម៉ែបងប្អូនជាច្រើនហើយមុនពេលដែលយើងទៅកន្លែងចាក់ account គឺយើងបានចូលមើលតុក្កតា1 2សម្រាប់ទិញដាក់តាំងក្នុងបន្ទប់អញ្ចឹងណាបងប្អូនហើយនេះជាសកម្មភាពដែលមានបងប្អូនគាត់បានលក់អ្វីៗជាច្រើននៅក្នុងកម្មវិធីវត្តនោះផងដែរបាទហើយនេះពួកខ្ញុំកំពុងទៅដើរមើលសម្ភារៈមួយចំនួនហ្នឹងហើយបងប្អូនហើយនេះជាទស្សនវិជ្ជាដែលអង្គពូមីងគាត់បានដាក់លក់នៅតាមដងផ្លូវជាច្រើនមានទាំងរបស់ហូបមានទាំងខោអាវភួយជាដើមណាហើយយើងក៏បន្តដំណើរទៅមុខទៀតនោះខាងមុខគឺជាកន្លែងលេងកម្សាន្តរបស់បងប្អូនក្មេងៗជាច្រើនទីទូទៅបានហើយយើងបានមកដល់កន្លែងគេលក់កៅអៅហើយយើងឃើញមានបងប្អូនជាច្រើនគាត់បានរើសហើយនេះជាសកម្មភាពដែលបងប្អូនគាត់បានលេងកុំពីប៉ោងបានដើម្បីយកសម្ភារៈហើយនេះជាទស្សនវិជ្ជាក្មេងគាត់កំពុងជិះទីឡានហើយនេះជាកន្ត្រកវិលហើយមានពុកម៉ែបងប្អូនជាច្រើនគាត់បានមកលេងកម្មវិធីវត្តនោះហើយនោះជាឆាក account ហើយ account គេកំពុងតែចាប់ដើមខុំរោងជាបដាហើយបាទហើយក្នុងសកម្មភាពទស្សនវិជ្ជាទាំងអស់ហ្នឹងគឺយើងឃើញហើយជាប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់យើងដែលយើងមានតាំងពីយូរមកហើយខ្ញុំក៏នៅពីទូចក៏ចូលចិត្តមើល account ដែរហើយភាគច្រើនគឺយើងយកកន្ទេលយកអីទៅអង្គុយនៅមុខបានមើលតទៅទិលភ្លឺបានយើងត្រឡប់មកវិញតែឥឡូវយើងធំហើយយើងក៏មានការងារដែលយើងត្រូវធ្វើយើងអត់បាននៅអង្គុយទល់ភ្លឺដូចពីមុនទេបានហើយវីដេអូនេះគឺយើងចង់បង្ហាញអំពីសកម្មភាពទស្សនវិជ្ជាទាំងទូទៅនៃការមើល account បាទនេះជាទស្សនវិជ្ជារបស់ពុកម៉ែបងប្អូនដែលគាត់បានចូលមកទស្សនា account ហើយបើសិនជាបងប្អូនពេញចិត្តនៅវីដេអូហ្នឹងកុំភ្លេចជួយ like ជួយ subscribe ឬក៏ follow Facebook page ខ្ញុំម្នាក់មួយផងនៅFacebook របស់ខ្ញុំនឹងដាក់លើវីដេអូហ្នឹងបាទហើយនេះជាសកម្មភាពដែលគេកំពុងតែខុំរោងនៅក្នុង account ទាំងអស់ហ្នឹងបាទហើយបងប្អូនចាំទស្សនាទាំងអស់គ្នានៅtrongវីដេអូហ្នឹងគឺមានរយៈមកចេញបើកឆាកដំបូងបាទហើយខ្ញុំបានដាក់សំឡេងនេះជាការរាំរបាំនៅក្នុងប្រពៃណី account មុនពេលដែលយើងចាប់ផ្ដើមចូលសាច់រឿងបាទហើយចំពោះបងប្អូនគាត់ចង់ទស្សនាវីដេអូបន្តទៀតកុំភ្លេចជួយ subscribe នៅ channel របស់ខ្ញុំមួយផងបាទហើយនេះជាសកម្មភាពដែលរយៈចេញបាទហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលាបាទ